bay sùng hoa nơi cái lại nè nhung bay pi cái liền đó gặp phun trường cha hay nó đại á bay sùng hoa thì nhung thiệt sợ nhung bọc vô gặp phơi soi xanh trên sẽ khai rồi cha lấy nó ôn praoประมาณ กระป๋องประมาณ แค่ phơi tama cặp bông เพราะ tama กระป๋อง đây វាเพราะតកម្មលំងាស់bayសង្វារនោះតែម្ដង chaហ្នឹង ខ្ញុំប្រើចូលអាចជាតិ17កំប៉ោងទាំងអស់ 17កំប៉ុង 17កំប៉ោង ខែមកកំប៉ុងមិនអូន មួយខែប្រហែលជាអស់3កំប៉ោង បាទ បុកយាសល់ហ្នឹង បុកយោសា ធំហ្មងបាទ គេថាយើងខ្ទុយទេតែចេះលាបលេបែកសម្បាខ្ញុំបែកសម្បាច្រើនកន្លែង ពេញទាំងអស់ហ្មងណា ពេញទាំងអស់ មកខ្លួនហ្មង ឥឡូវចាដល់សារតែខ្ញុំលាបបាយពិតមែនចាឯងខ្ញុំនិយាយថាម៉េចទាំងតែជនរងគ្រោះឆាត់ខ្ញុំខមមិនតិចដែរចាហាក់ខ្ញុំខមមិនតិចដែរជនរងគ្រោះក៏មិនតិចដែរហើយចាឯងថាមិនមកពីលេចាឯងឥឡូវមកពីលេអីឥឡូវខ្ញុំនិយាយរៀបរាប់ចាឯងចោះមួយឆ្នាំជាងហើយដែលខ្ញុំអត់បានសំបីតាខាត់ស្រាប់ក្រាប់ធម្មជាតិហ្នឹងក៏ខ្ញុំអត់ដែរស្រាប់ដែរខ្ញុំនិយាយតាមត្រង់ ពេញតួខ្លួនលាបពេញតួខ្លួនអារម្មណ៍ផ្លូវចិត្តខ្ញុំគឺខ្ញុំពិបាកចិត្តខ្លាំង បាទ មិនហ៊ានពាក់ខ្លាយពេលចាញ់ទៅណាដែលហ៊ានពាក់ខ្លាយទេពាក់តអាវដៃវែងខោជើងវែង ពីមុនយើងធ្លាប់ឲ្យបាក់ខ្លីបានណា បានតែដល់ពេលលាបលេនឹងបែកសម្បាទៅអត់ហ៊ានពាក់ខ្លាយទេ មានតែផ្អាប់ដែរមានតែផ្អាប់ដែរ មានច្រើនគេសើចយើងឈឺចាប់បំផុត ខ្ញុំឈ្មោះណាមួយបង ណាមួយ ចា អាយុប្រហែលដែរ ខ្ញុំអាយុ19ឆ្នាំ 19ឆ្នាំ ចា ហើយជនរងគ្រោះទាំងអស់ ច្រើនអ្នកទិញលេលាបហ្នឹងច្រើនតែភាគច្រើនអ្នកដែលបែកសង្វារហ្នឹងពេលខ្ញុំយករយថយខ្លួនឯងហ្នឹងអ្នកដែលបែកសង្វារឆាប់ខ្ញុំច្រើនមែនតើ បាទ ដំបងវារំថារមើទូខ្ញុំអេហើយដល់ពេលខ្ញុំទៅមួយទឹកទៅខ្ញុំឃើញវាចាញ់ទួយកំហំបន្ទាប់មកហើយស្រាប់តាកតោប្រហែលជា2បាទឹកក្រោយវាកាត់សង្វារមកវាចាញ់មកហើយខ្ញុំអត់ដឹងទេបានតើតាគេប្រាប់ខ្ញុំមិនខ្ញុំដឹង បងទទួលដំណឹងថាខាងម្ចាស់លេនេះឥឡូវបងអត់តន់បញ្ចេញឈ្មោះទេណាបាទខាងចង់រួបប្តឹងពួកបងប្អូនទៀតមែនអត់ ហ្នឹងហើយហូបប្តឹងពួកខ្ញុំហើយបើគាត់មានលុយមានអីចង់ប្តឹងខ្ញុំមិនក៏បានធ្វើមិនខ្ញុំក៏បានដោយសារពួកខ្ញុំ លាបលេនឹងបែកសម្បាមែនបែកពិតប្រកបគាត់អត់ទទួលខុសត្រូវ បាទនៅពេលដែលយើងជប់ប្រើប្រាស់យើងមានអារម្មណ៍យ៉ាងម៉េចដែរ វាសង្វារហ្នឹងមានអារម្មណ៍ថាវាកាន់តែឡើងខ្លាំងមកខាងសៀមរាបដែរ មកខាងសៀមរាប រៀបដែរ ចា អាយុប្រហែលណាឆ្នាំនេះ ឆ្នាំនេះអាយុ16ឆ្នាំ 16ហើយ ចា តាមពិតរូបរាងសសម្បុរនេះគឺស្អាតល្មមហ្នឹងណាប៉ុន្តែចង់ស្អាតលើសនឹងទៀត ចា ហើយប្រើលេហ្នឹងតែម្ដង ចា ដឹងស្គាល់ពីលេហ្នឹងដំបូងតាមរយៈអីដែរ ឃើញគេល្បីចូលជ្រើមតាមគ្នា តាម Facebook តាមអីហ្នឹង ចា អូនធ្លាប់ធ្វើការតវ៉ាឬក៏ live ដោយខ្លួនឯងតាមរយៈបណ្ដាញសង្គមអីផ្សេងទេពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់លេហ្នឹង អត់ហ៊ានទេបង ទាំង3នាក់មានធ្លាប់ទេ ខ្ញុំ អត់ហ៊ានទេ មានទេ ចាខ្ញុំឆាតទៅម្ចាស់ brand ទៅគាត់ថាគាត់អត់ទទួលខុសត្រូវឯងហើយលេខគាត់អត់មានជាមិនសល់31%គាត់ថាម៉េចគាត់ថាគាត់ទទួលខុសត្រូវយ៉ាងម៉េច ខុសត្រូវឯងដោយសារលេខគាត់អត់មានជាមិនសល់31%ហងហើយមានអីមកត្រូវទទួលខុសត្រូវខ្ញុំហើយអញ្ចឹងទៅខ្ញុំក៏រកយុទ្ធធម៌ឲ្យខ្លួនឯងទៅ រយុទ្ធធម៌យ៉ាងម៉េចវិញ ខ្ញុំបានផុសតែខ្ញុំមកដាក់ឈ្មោះ brand នេះ អញ្ចឹង បានផុសដល់ពេលផុសទៅគេដឹងភ្លាមហ្មងខ្ញុំអត់បានផ្សព្វផ្សាយថាអូនឹង brand អីគេដឹងខ្លួនឯងគេឆាតមកខ្ញុំគេឲ្យតែគេឲ្យ feedback សិតបាយសង្វារមកម្ចាស់ brand ក៏គាត់ថាអូនឯងបើបាយសង្វារមិនបានគេឆាតទៅអូនឯងមិនបានគេមកឆាតមកបងឆាតទៅបងឲ្យបើគាត់គ្រាន់ឆាតប្តឹងមានតែគេហ៊ានឆាតទៅគាត់ រៀមប្តឹងហ្មងណា ឆាតប្តឹ អូ ង នខែ ប្រហែលប្រហែលនេះ អូខ្ញុំសរុបអត់អស់ហើយពូខ្ញុំសរុបអត់អស់ ច្រើនហ្មងណា ចាខែ រាប់ពាន់អ្នកទេដល់រាប់ពាន់ណា ចា អូ ទាំងអ្នក comment ទាំងអ្នកឆាតមក ចូលពាន់ ចា ករណីដែលមានលេតែមួយប្រភេទដែលម្ដាលឲ្យបងប្អូនយុវតីរបស់យើងហ្នឹងគឺអាចប្រើបានតែមួយកំប៉ុងទេបាទក៏លាបទៅវាមានការបាយសង្វារនិងលំមាស់ បញ្ហាឈឺសន្លាក់បញ្ហាក្រពះពោះវៀនគេងមិនសូវលក់ខ្សោយកម្លាំងឈឺក្បាលរ៉ាំរ៉ៃនិងអាការៈជំងឺជាច្រើនទៀតសូមណែនាំបងប្អូនពិសាទឹកយិនសិនម៉ាក់អ៊ីជាទឹកយិនសិនដែលមានប្រសិទ្ធភាពល្អកំពុងពេញនិយមសម្រាប់បងប្អូនខ្មែរ